សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី3ទី4និងទី5គិតមកដល់ថ្ងៃទី13ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី7ហើយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025ដល់ថ្ងៃនេះការប្រើប្រាស់សភាវុធធុនធ្ងន់គ្រប់ប្រភេទរបស់យោធាថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោមនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីគឺជាការប៉ុនប៉ងរំលោភបំពានយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសន្តិភាពស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី3ភាគីថៃបានចាប់ផ្ដើមពង្រីកសមរភូមិនិងបើកការបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង2រំលងអធ្រាត្រដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង2:00នាទីរំលងអធ្រាត្រកងទ័ពជើងទឹកថៃបានបើកការបាញ់ផ្លោងពីនាវាចម្បាំងដោយប្រើប្រាស់កាំភ្លើងធំចំនួន20គ្រាប់ចូលមកក្នុងភូមិសាស្ត្រខេត្តកោះកុងនៅក្នុងប្រទេសកម្ពុជាគ្រាប់បានធ្លាក់នៅលើផ្លូវបំបែកមាត់ច្រកឆ្នេរកោះយ៉ចំនួន2គ្រាប់នៅឆ្នេរខាងត្បូងវត្តប៉ាក់ខ្លងចំនួន1គ្រាប់និងខាងក្រោយអគារសន្តាគារចំនួន2គ្រាប់ក្រៅពីនោះធ្លាក់ក្នុងអាងទឹកបន្ទាប់ពីវេលាម៉ោង2រំលងអធ្រាត្រមកដល់ម៉ោង8ព្រឹកនេះស្ថានភាពបានត្រឡប់ទៅស្ងប់ស្ងាត់វិញទី2ស្ថានភាពជួរមុខក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង5:00នាទីព្រឹកដល់វេលាម៉ោង8:00នាទីព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង5:45នាទីយោធាថៃបានចាប់ផ្ដើមបាញ់កាំភ្លើងធំនិងប្រើប្រាស់គ្រាប់បែកចង្កោមចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង6:10នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី3ស្ថានភាពជួរមុខនៅក្នុងសមរភូមិយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង19:00នាទីថ្ងៃទី12ខែធ្នូឆ្នាំ2025ដល់វេលាម៉ោង8:00នាទីថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង17:14នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅខាងក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង17:54នាទីយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកថៃហោះចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងប្រើប្រាស់ drone ស៊ើបការក្តាប់សភាពការនៅក្រោយភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង19:21នាទីយោធាថៃបានប្រើប្រាស់ drone ហោះរំលោភក្នុងដែនអាកាសកម្ពុជានៅក្នុងភូមិសាស្ត្រសំពៅលូនខេត្តបាត់ដំបងនៅវេលាម៉ោង19:50នាទីយោធាថៃបានប្រើប្រាស់ drone រំលោភចូលក្នុងដែនអាកាសកម្ពុជាកាត់លើភូមិសាស្ត្រទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងនៅវេលាម៉ោង20:55នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅក្រោយភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង22:20នាទីយោធាថៃបានបាញ់ផ្លោងចូលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង22:21នាទីកម្លាំងថ្មើរជើងរបស់យោធាថៃព្យាយាមរុលចូលទៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង22:50នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់បែកទម្លាក់ចំនួន3គ្រាប់និងបានប្រើប្រាស់កាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន2គ្រាប់នៅវេលាម៉ោង22:52នាទីយោធាថៃបានប្រើប្រាស់ drone ពំគ្រាប់ទម្លាក់គ្រាប់ចំនួន3គ្រាប់នៅក្នុងភូមិសាស្ត្រថ្មដានៅវេលាម៉ោង22:55នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំផ្លោងចូលក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង23:41នាទី
យោធាថៃបានប្រើប្រាស់កំភ្លើងធំផ្លោងចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅព្រឹកថ្ងៃទី13ខែធ្នូឆ្នាំ2025ចាប់តាំងពីវេលាម៉ោង 1:34 នាទីរំលងអត្រាយោធាថៃនៅតែបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 1:45 នាទីទៀបភ្លឺយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 2:56 នាទីយោធាថៃបានបាញ់ផ្លោងកំភ្លើងធំចំនួន2គ្រាប់នៅភូមិសាស្ត្រថ្មដានៅវេលាម៉ោង 5:50 នាទីយោធាថៃបាញ់កំទេចគោលដៅអគារសណ្ឋាគារនៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់នៅវេលាម៉ោង 5:55 នាទីយោធាថៃបានបាញ់កំទេចគោលដៅសណ្ឋាគារនៅក្នុងភូមិសាស្ត្រឃុំថ្មដាចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 5:56 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកចំនួន7គ្រាប់ក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង 6:02 នាទីក្នុងនោះរួមមានម៉ោង 6:02 នាទីយោធាថៃបានបាញ់កំទេចទម្លាក់គ្រាប់បែកកំទេចគោលដៅស្ពានជ័យជំនះចំនួន1គ្រាប់នៅវេលាម៉ោង 6:07 នាទីយោធាថៃបានទម្លាក់គ្រាប់បែកកំទេចនៅលើស្ពានជ័យជំនះចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 6:12 នាទីយោធាថៃបានទម្លាក់គ្រាប់កំទេចគោលដៅស្ពានជ័យជំនះចាស់ចំនួន1គ្រាប់ទៀតនៅវេលាម៉ោង 6:35 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទសំដៅភូមិជោគជ័យនៅវេលាម៉ោង 7:06 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង 8:00 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទបន្ថែមទៀតចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់នៅឡើយក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការបាញ់ប្រហារដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានធ្ងន់ធ្ងរបំផុតលើអធិបតេយ្យបូរណភាពទឹកដីនិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមាមាត្រហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតសុវត្ថិភាពប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណដែលជាទីសក្ការៈរបស់មនុស្សជាតិដូចជាសាលារៀនស្ពានខ្នល់មន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈដទៃទៀតច្រើនរាប់មិនអស់យោធាថៃត្រូវបង្ហាញភាពស្មោះត្រង់សុឆន្ទៈនិងភាពថ្លៃថ្នូរប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែកើតឡើងតាមរយៈភាពជាសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់សកម្មភាពខុសច្បាប់ដែលបានរៀបរាប់ខាងលើទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យថៃវិលត្រឡប់មកអនុវត្តនៅបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអានវ៉ាអ៊ីប្រាហ៊ីមជាប្រធានអាស៊ានបដូវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវម្ដងហើយម្ដងទៀតទៅដល់សហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងសងចំពោះអំពើរំលោភបំពានដ៏កម្រៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគម្រាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តលក្ខខណ្ឌនៃបទច្បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈទំនួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូសបញ្ជាក់ផងដែរថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុត
สมกู้បញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើងក៏សូមបញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចោះចាញ់នឹងការបង្ខិតបង្ខំឬក៏ការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជាគ្រប់រូបរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ Greetings to the General